មកទៀតហើយបងប្អូនតំណេមិនកើតទេដោយសារតែដល់រដូវដែលយើងត្រូវដាក់ត្រូវរកហើយការដាក់ហ្នឹងគឺអត់មានដូរកន្លែងណាបងប្អូនដាក់តែកន្លែងដែរនឹងមិនដឹងដូរកន្លែងទៅដាក់ណាដោយសារតែយើងខែហ្នឹងគឺទឹកវាច្រើនចឹងក៏កវល់ទៅក្រោយទេហ្នឹងឯងអត់ដូរកន្លែងទៅដាក់ណាទេពីនេះបងប្អូនហ្នឹងកវងមិនថាពូមិនថាបងទេនិយាយទៅមកជួរហ្នឹងសុទ្ធតែសទួយឡើងម្នាក់ 4-5 កណាត់តែមកជួរហ្នឹងឯងតែខែនេះយើងរៀងប្របាករនុយបន្តិចដោយសារតែខែហ្នឹងទឹកវាច្រើនចឹងពេលដែលទឹកច្រើនចឹងមកយើងប្របាករនុយចាំនៅខាងបងប្អូនស្រួលរនុយអាចនឹងខាំដោយសារតែខាងខ្ញុំហ្នឹងវាពិបាកក្នុងការរនុយចឹងយើងអត់មានអីដោតទេដោតមួយថ្ងៃខាន2ថ្ងៃដោត2ថ្ងៃខាន3ថ្ងៃចឹងទៅក៏យើងលំបាកក្នុងការរនុយមែនទែនហើយយើងដាក់អញ្ចឹងបើសិនតែកន្លែងតំបន់បងប្អូនមានប្រភេទត្រីល្អគឺដឹងតែខាំមកបងប្អូនហើយដោយសារតែកន្លែងខ្ញុំហ្នឹងវារៀងស្បើយត្រីដែរត្រីឆ្លាំងហ្នឹងគឺវាមិនសូវមានតែឥឡូវវារៀងស្បើយត្រីកន្លងហើយទីថ្ពោហ្នឹងក៏អត់មានទេចឹងបើតំបន់បងប្អូនមានដឹងតែខាំមកបងប្អូនមិនថាត្រីថ្ពោមិនថាកន្លងហើយមិនថាឆ្លាំងថាកែសទេឲ្យទៅតំបន់ណាដែលមានត្រីដាក់ដឹងតែពីស៊ីបងប្អូនហើយសម្រាប់សន្ទូចហ្នឹងគឺដូចខ្ញុំនិយាយអញ្ចឹងដាក់ 4-5 កណាត់ហ្នឹងគឺគ្មានលុយដោតទេដោតទៅនេះ 4-5 ផ្លែទៅនោះ 4-5 ផ្លែមើលអានេះបន្តិចអានោះបន្តិចហើយទៅមើលរថ្ងៃហើយយើងទៅនឹងដាក់បន្ទប់បសំជាមួយនឹងលបយើងផងមងយើងផងបង្កាយយើងផងនិយាយរួមទៅគឺគ្រប់មុខបងប្អូននិយាយពីថាដាក់ហ្នឹងគឺមានតាំងពីលបតាំងពីបង្កាយតាំងពីសន្ទូចមងដាក់អស់ហើយនេះដើម្បីបន្ទប់បសំគ្នាបើមិនចឹងទេយើងដាក់តាសន្ទូចនឹងវាមានលុយដោតទេចឹងទូចនឹងដូចខ្ញុំថាដោតខ្លះអត់ខ្លះអាលបនឹងបានខ្លះអត់ខ្លះចឹងទៅក៏មងផងបង្កាយផងអូស្អីបងប្អូនតែធ្វើមកជាការងាររបស់យើងជាចំណងចំណូលចិត្តរបស់យើងបើខ្ញុំពីរនាក់បងប្អូននឹងខុសគេបងប្អូនរបស់គេវិញមួយសាខ្ញុំនឹងគេមានការងារធ្វើសិតតែការងារល្អហើយមួយសាបងប្អូនខ្ញុំនឹងគេសិតតែមានចេញរស់ស៊ីអស់ហើយតែបងពីរនាក់បងប្អូននឹងចំណងចំណូលខុសគេពួកអត់តែនឹងត្រីនឹងបងប្អូនមិនថាប្រាំងមិនថាភាសាទេដល់ខែរដូវទៅរកបាំងអីចឹងទៅដល់ខែចុះស្ទឹងទៅតែនឹងត្រីនឹងសាច់នឹងឯងទៅមិនរួចទេដោយសារតែយើងជាប់ចិត្តតែនឹងត្រីនឹងឯងណាមួយពេលយើងទៅរកត្រីអញ្ចឹងបានចែករំលែកវីដេអូទៅកាន់បងប្អូនទស្សនាផងដោយសារតែយើងនឹងគឺយើងចំណងចំណូលចិត្តខាងហ្នឹងអញ្ចឹងបងប្អូនណាខ្លះដែលគាត់ចូលចិត្តនៅខាងនេសាទត្រីដូចខ្ញុំអញ្ចឹងក៏ជួយជួយចែករំលែកបន្តផងដោយសារតែវីដេអូខ្ញុំពីមួយវីដេអូទៅមួយវីដេអូហ្នឹងគឺគ្មានជៀសផុតពីត្រីទេបងប្អូនដោយសារតែយើងមិនទាន់ដល់រដូវកាលថ្មីអញ្ចឹងរដូវកាលហ្នឹងគឺយើងមានតែរកត្រីនឹងឯងដូចនិយាយអញ្ចឹងដល់ខែតអមទូកហើយថយពីទូកបន្តិចតួចទៅចែកជូនបងប្អូនអ្នកដែលចូលចិត្តវិស័យកីឡាអញ្ចឹងទៅអញ្ចឹងដល់ខែត្រីអញ្ចឹងគឺយើងថតតែពីត្រីអញ្ចឹងទៅដោយសារតែបងប្អូនគាត់ចូលចិត្តទ្រឹងដោយសារតែខ្ញុំរកត្រីហ្នឹងគឺគាត់ចូលចិត្តមែនទែនហើយសន្ទូចហ្នឹងមើលឡើង2ដងបានវីដេអូហ្នឹងបងប្អូនអាវីដេអូមុនទូប្អូនហើយចូលដល់អាវីដេអូហ្នឹងគឺទូខ្លួនឯងអញ្ចឹងទៅ2ដងបានវីដេអូហើយត្រីហ្នឹងនិយាយពីថាអាកន្លែងហ្នឹងគឺខាំចិត្តគ្នាតែម្ដងបងប្អូនមកទៅគឺល្អខ្លាំងមែនទែនហើយគឺត្រីនុតហើយនិយាយពីថាល្អបងប្អូនថាខាំមួយវិញនោះគឺប៉ិនក៏ដៃលផកនឹងឯងមើលតែត្រីឆ្លាំងទៅក៏ល្អណាស់ល្អមែនទែនបងប្អូនហើយធំនុតកណាអូនិយាយពីថាឲ្យតែមានលុយដោតគឺមិនចេះខ្វះទេបងប្អូនអារឿងត្រីនឹងគេចូលមកខាំយកតែម្ដងហើយយើងអ្នកចូលចិត្តរកត្រីអញ្ចឹងវិញបានឃើញខំធំពេញដៃអញ្ចឹងវិញគឺរំភើបណាបងប្អូនហើយក៏វីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូននឹងជួយចែករំលែកវីដេអូនេះបន្តដើម្បីទទួលបានវីដេអូថ្មីបន្តជារៀងរាល់ថ្ងៃអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយបន្តទៀតបាយ